សមត្ថកិច្ចកំពុងតែស្រាវជ្រាវខាត់ខ្លួនជនដៃដល់ដែលបានបាក់ឡានបំបុកនឹងវាតារាចម្រៀងដែលជាប់ចោទមានទំនាក់ទំនងស្នេហាត្រីកោណរាជធានីភ្នំពេញអ្នកចម្រៀងស្រីឈ្មោះចាបចិន្តាត្រូវបានស្ត្រីជាប្រពន្ធដើមនិងបងប្អូនបានបាក់ឡានដេញបុកនិងព្រួតគ្នាវាយដោយចាប់ប្រកាន់ថាតារាចម្រៀងរូបនេះព្យាយាមតាក់ទងប្តីរបស់គេទោះបីជាយ៉ាងណាអ្នកចម្រៀងរូបនេះបានបដិសេធហេតុការណ៍បាក់ឡានដេញបុកយ៉ាងសាហាវនេះបានកាត់ឡើងនៅវេលាម៉ោង 10 យប់ថ្ងៃទី 1 ខែឧសភាឆ្នាំ 2025 ស្ថិតនៅត្រង់ចំណុចស្តុបសំណង់ 12 សង្កាត់ទឹកល្អ 3 ខណ្ឌទូកករាជធានីភ្នំពេញតាមប្រពន្ធព័ត៌មានបានដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ដែលគេអះអាងថាឈ្មោះចាបចិន្តាដែលជាតារាចម្រៀងបានបាក់រថយន្តមួយគ្រឿងម៉ាក Toyota Prius ពាក់ស្លាកលេខភ្នំពេញ 2BF 87 សាំគុតមួយគ្រឿងសុកស្រាប់តែមានរថយន្តម៉ាក Ford Raptor ពណ៌សមួយគ្រឿងបាក់មកកាប់ពីមុខរួចមានមនុស្សប្រុសស្រី2នាក់ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្តនិងបានប្រើអំពើហិង្សាបំផ្លាញរថយន្តរបស់នាងតាមព័ត៌មានឲ្យដឹងទៀតថានៅយប់នោះអ្នកចម្រៀងរូបនោះក៏បានព្យាយាមបើករថយន្តកិច្ចរហូតដល់ស្តុបសំណង់ 12 តែត្រូវបានជននោះបើកឡានបំបុកពីក្រោយតែម្ដងភ្លាមតារាចម្រៀងរូបនោះក៏បានចុះចេញពីរថយន្តរត់គេចខ្លួនតែត្រូវស្ត្រីដែលគេអាងថាជាប្រពន្ធដើមនិងបងប្អូនបាននាំគ្នាដេញវាយទោះបីជានាងបានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋលួចចាប់ហួយនិងប្រជាពលរដ្ឋក៏បានជួយហាមឃាត់យ៉ាងណាក៏ដោយត្រូវជននោះរត់ចូលទៅដេញវាយដល់ក្នុងផ្ទះតែម្ដងតាមស្ត្រីជាប្រពន្ធដើមបានឲ្យដឹងទៀតថាតារាចម្រៀងស្រីឈ្មោះចាបចិន្តាតែងតែមានទំនាក់ទំនងគ្នាជាមួយប្តីរបស់គាត់នៅពេលដែលកើតហេតុតារាចម្រៀងរូបនោះក៏បានមកផ្ទះរបស់គាត់ពួតទ្វារដើម្បីរកប្តីរបស់គាត់ទៅធ្វើឲ្យគាត់ខឹងបបួលបងប្អូននាំគ្នាព្រួតដេញវាយនារីនោះតែម្ដងបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទូកកបានចុះមកដល់ចំណុចកើតហេតុរួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីដោះស្រាយតាមនគរបាលមូលដ្ឋានបានឲ្យដឹងថាពាក់ព័ន្ធនឹងករណីបង្កហិង្សានេះនគរបាលខណ្ឌទូកកបានឃាត់ខ្លួនស្ត្រី2នាក់តាមនគរបាលបានឲ្យដឹងថានៅថ្ងៃទី 1 ខែឧសភាឆ្នាំ 2025 វេលាម៉ោងប្រហែល 23:30 នាទីកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទូកកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើដំបងមូលប្រើដៃនិងបាក់រថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្តីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងមិននឹងខូចខាតរថយន្តមុខក្រោយទាំងស្រុងជនសង្ស័យដែលត្រូវឃាត់ខ្លួនទី1ឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំជនជាតិខ្មែរមុខរបរលក់អគុយស្នាក់នៅលេខ Q3 ផ្លូវលេខ 256 ភូមិ 3 សង្កាត់ទឹកល្អទី 3 ខណ្ឌទូកករាជធានីភ្នំពេញទី2ឈ្មោះអមលីមុំភេទស្រីអាយុ45ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅលេខ 428 ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី 2 ខណ្ឌបឹងកងរាជធានីភ្នំពេញចំណែកជនរងគ្រោះឈ្មោះចាបចិន្តាភេទស្រីអាយុ40ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅលេខ 12A ផ្លូវលេខ 36 សង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យរាជធានីភ្នំពេញនៅក្នុងកាត់ហេតុនោះបណ្ដាលឲ្យសម្ភារៈខូចខាតរថយន្តមួយគ្រឿង Mack Prius ស៊េរី 2005 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BF 87 សាំគុតរងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុងដោយជនសង្ស័យជាបពុមួយនាក់ភេទប្រុសគេចខ្លួនបាត់ជារថយន្ត Mack Raptor ពណ៌សពាក់ស្លាកលេខកម្ពុជា QLM TRA9